ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍យុវជន2នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមក្រោយពេលកើតហេតុបន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក Honda Scorpio ស្លាកលេខភ្នំពេញ 1HD 4861ជិះដួលគ្នាបំពេញភ្លើងស្តុបជ្រុលទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Cherry Icar V23 ពាក់ស្លាកលេខកម្ពុជា MNT 2727ដែលកំពុងបើកឆ្លងផ្លូវយ៉ាងពេញទំហឹងរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 7:30 នាទីយប់ថ្ងៃទី 19 ខែមិថុនាឆ្នាំ 2026 ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តមកែងផ្លូវ 130 ក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី 1 ខណ្ឌដូនពេញរាជធានីភ្នំពេញក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌដូនពេញបានចុះទៅដល់ទីតាំងខាងលើនិងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីចុះធ្វើការវាស់វែងយករថយន្តនិងម៉ូតូខាងលើទៅរក្សាទុកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ